មានរឿងមួយដែរអត់ពាក់ព័ន្ធជាមួយនឹងកន្លែងមានកប់សពអីទេប៉ុន្តែពាក់ព័ន្ធជាមួយនឹងការយករបស់ចូលផ្ទះដែលយើងគិតថាវាជារបស់មង្គលតែវាមិនមែនជារបស់មង្គលគាត់ហ្នឹងគឺជាមិត្តភក្តិរបស់ខ្ញុំហ្មងគាត់ហ្នឹងមិត្តភក្តិរបស់ខ្ញុំគាត់ផុសផ្ទះគាត់ជាទូទៅនៅល្វែងវាមិនជាធំអីទេល្វែងមក2ជាន់ណាមួយហើយមួយជាន់ហើយដបូលហើយគាត់នៅជាមួយនឹងម្ដាយគាត់តាំងពីទូចមកនៅផ្ទះហ្នឹងអញ្ចឹងការជាប់ទិញផ្ទះល្វែងហ្នឹងគឺគាត់ថ្លៃហើយព្រោះជំនាន់ហ្នឹងអត់ទាន់មានផ្ទះល្វែងច្រើនដូចឥឡូវផ្ទះល្វែងទៅជាសាមញ្ញបាត់ហើយណាតែជំនាន់ហ្នឹងនៅផ្ទះល្វែងគឺទំនើបហើយគាត់ក៏មានន័យថានៅក្បែរផ្ទះគាត់ហ្នឹងមានផ្ទះគេមួយជាវិឡាជាអីគេរៀងធំទៀតសកែជាអីដែរអញ្ចឹងណាគេក៏ហប់អានជាមួយនឹងម្ដាយគាត់ហ្នឹងស្និទ្ធស្នាលស្នាលគ្នាខ្លាំងអញ្ចឹងក៏មានតំណែងហុចបាយសាឡមានអីចេះតែចែកគ្នារបស់ល្អហ្នឹងអត់ដែលមានថាគំនិតអាក្រក់លើគ្នាទេអត់មានគំនិតអាក្រក់លើគ្នាទេគឺរាប់អានគ្នាល្អដល់តែម្លងមកផ្ទះហ្នឹងគឺគាត់នៅសុកមែនតើអញ្ចឹងវិលមកដល់វ័យដែលគាត់ស្គាល់ខ្ញុំគឺយើងរៀនចូលដល់ឆ្នាំទីយើងចប់សកលហើយយើងស្គាល់គ្នាតាមកន្លៈបណ្ដាញគ្នាយើងមិត្តភក្តិតគ្នាអញ្ចឹងណាគាត់តែយើងក៏ស្និទ្ធគ្នាគាត់ចាប់ដើមមានការផ្លាស់ប្ដូរផ្នត់គំនិតនៅក្នុងការគោរពសាសនាមានន័យថាគាត់ចាប់ដើមចង់ផ្លាស់ពីពុទ្ធទៅសាសនាដទៃឬមួយក៏មិនកាន់តែម្ដងមានថាគាត់ដកខ្លួនគាត់ពីជំនឿសាសនាយកឲ្យជាមនុស្សថ្មិលហ្នឹងហើយមានន័យថាពីមុនធ្លាប់អុជធូបជាប្រចាំទៅបែរជាមិនសូវជាអុជធូបកាត់បន្ថយអញ្ចឹងហេតុការគឺកើតឡើងនៅពេលដែលគាត់បន្ថយគឺធ្វើតែនៅក្នុងផ្ទះគាត់ទេសម័យក៏ទុកគាត់នៅឡើយទឿមុខអូខេទ្វាឈើអាសោរុញចូលទៅអញ្ចឹងគាត់ផ្លឹបមានគេរុញមកប៊ឹមគាត់បើកទ្វារចូលកន្ទប់គាត់បើកកាច់ពឹបយកមិនរុញគាត់ផ្លឹបរបូតទៅលើថារុញហ្នឹងមានគេរុញពីខាងមកខាងទៀតមកសកត់ទៅប៊ឹមគឺមានដូចមនុស្ស2នាក់បទាញទ្វារគ្នាអញ្ចឹងណែឯងបើកខ្ញុំរុញបិទវិញតែគាត់ថាអូប្រហែលជាដៃយើងធ្វើការច្រើនវារុញវាធ្រាក់មកវិញអីចឹងទៅគាត់ក៏អត់គិតថាជាអរូប 100% ដែរគាត់នៅផ្ទះហ្នឹងក៏តែងតែមានហេតុការណ៍ចម្លែកកើតឡើងដែលជាចំណុចទូចដែលគាត់សង្ស័យឧទាហរណ៍ដូចជាឬសំឡេងគេគោះទ្វារឬសំឡេងទ្វារប៉ឹកឬសំឡេងពេលគេងទៅមានគេហៅអញ្ចឹងដូចតែបងប្អូនធ្លាប់បានស្ដាប់រឿងមុនដែរវាមានគេហៅមានគេអីអញ្ចឹងណានៅក្នុងរយៈពេលមួយហ្នឹងគាត់លេងទូរស័ព្ទហើយឆ្នាំងសាក់គាត់គឺនៅក្បាលតនេគាត់អញ្ចឹងនៅពេលដែលគាត់ដាក់ទូរស័ព្ទមកខ្សែសាក់ហ្នឹងវានៅហ្នឹងចឹងនៅពេលដែលគាត់លេងហើយគាត់មិនលេងបិទភ្លើងឡើយគាត់បិទភ្លើងទៅទប់ងឹតឆឹងសតអំពូលទៀតទៅវាភ្លឺពីអំពូលផ្លូវមកទេព្រោះឡើយទឿទី1ហ្នឹងកញ្ចក់អំពូលឡើយទឿហ្នឹងវាត្រូវជាមួយនឹងទ្វារផ្ទះរបស់គាត់ផ្ទះល្វែងចាទ្វារផ្ទះល្វែងវាមានចំណងដែកអញ្ចឹងវាផ្លូវពណ៌ក្រហមផ្លូវហ្នឹងវាចូលនៅក្នុងកន្ទប់ហ្នឹងបានខ្លះដែរតែវាមិនមែនថាច្បាស់ 100% គ្រាន់តែថាយើងនៅអាចមើលឃើញវាអាចជំនួសអំពូលរាត្រីបានបាទគាត់ក៏លេងទូរស័ព្ទគាត់ក៏រាវខ្សែមានថាគាត់ចាប់ដើមកាន់ខ្សែអស់ដើម្បីទៅរកឌុយហ្នឹងអញ្ចឹងខ្សែហ្នឹងវាទៅដល់ខែថាវាធ្លាក់មកក្បាលឌុយហ្នឹងវាទៅអត់គាត់ក៏កាន់ទូរស័ព្ទអញ្ចឹងហើយពមៀទៅចាប់អញ្ចឹងស្អីមានអីមួយដែលចាប់ដៃគាត់ហើយគាត់ឲ្យលាស់ចេញមកព្រោះហេតុអីមិនគាត់ថាមានអីដែលចាប់ដៃដោយសារតែពេលដែលគាត់លូកចុះទៅហ្នឹងគឺមកមានអារម្មណ៍ថាមនុស្សដៃត្រជាក់មកចាប់គាត់អញ្ចឹងមានអារម្មណ៍ថាមកវឹបហ្នឹងគឺត្រជាក់សឹបមានរបស់ដូចតកកអញ្ចឹងមកប៉ះគាត់ហើយហៀកក្តាប់គាត់ណែនហ្នឹងអញ្ចឹងគាត់ក៏លាស់មកដៃឡើងមកវិញហើយគាត់ឡើងវឹបក្រោកមកខែវិញនឹងអាចនឹងមានឈុតឡៃខ្លះខ្ញុំអាចថាវារៀងហួសនិស័យនឹងអាចជឿតែខ្ញុំឲ្យជឿគាត់ឲ្យរត់ធត់គាត់ក៏ស្អីហ្នឹងគាត់ស្មានតែជាឆ្មាឬមួយក៏ជាសត្វអីដែលវាមកពួននឹងក្រុមខែហ្នឹងគាត់ក៏ដាក់ជើងចុះពីលើខែគាត់វឹបគ្របឈរពឹកគាត់ដួលកាប់មុខភឹសទៅក្នុងហ្នឹងដួលកាប់មុខហ្នឹងកតុបគាត់ហ្នឹងហ្មងគាត់ហ្នឹងពេលហ្នឹងបាក់ថ្មិញមុខរហូតទៅដល់3ពួកខ្ញុំហៅគាត់ហុកតែហ្នឹងគាត់ស្ថានភាពគាត់ដួលមិនអីគឺគាត់ប្រាប់ថាមានគេគ្រាន់តែគាត់តម្លាក់ជើងចុះហើយគាត់ងើបហ្នឹងគឺមានដៃ2ទាញជើងគាត់ពីក្នុងពីក្រោមគេទាញហុកហើយតែខ្ញុំសួរថាមិនបានហ៊ានសន្មត់ថាអញ្ចឹងវាថាមានគេចាប់ជើងវាដឹងថាមានគេចាប់ជើងវាហើយវាដួលបើឯងគិតថាពេលដែលវាដួលកាប់មុខពឹសនៅនឹងឥតមនុស្សយើងទៅពេលដួលជើងយើងនៅនេះហើយហេតុអីក៏ពាក់កណ្ដាលជង្គង់របស់គាត់នៅក្រោមខែបាទហើយយល់ហ្នឹងគាត់ដាក់ជើងពុបគេទាញធឹបចូលក្រោមខែហ្នឹងហើយគាត់ដួលប្រកាប់មុខភឹសនឹងឥតហ្នឹងបាក់ថ្មិញមុខអស់3គេហៅគាត់ហូបរហូតដល់ឥឡូវគាត់ដាក់ថ្មិញឲ្យអស់ស្អាតអស់ហើយអាហ្នឹងមួយហើយសួរថាគាត់នៅកន្ទប់នឹងទៀតអត់គាត់លែងនៅ
គាត់ចាប់ផ្ដើមហើមកនៅខាងក្រោមវិញមានថាកន្លែងជំនាញផ្ទះកន្លែងអីហ្នឹងណាគាត់ចាប់ផ្ដើមមកគេងនៅកន្លែងហ្នឹងវិញគាត់មកគេងនៅកន្លែងហ្នឹងថ្ងៃទី1ទី2អត់បញ្ហាដល់យប់ឡើងគាត់លេងហ្គេមលេងអីជាទូទៅនៅការគាត់នៅជាន់លើវាមិនសូវអីវាមិនសូវឃ្លានទៅអីនៅក្រោមវាក្បែរចក្រានបាយក្បែរអីគាត់លេងដល់យប់គាត់អីទៅគាត់ចាប់ផ្ដើមទៅរកមីឆុងរកអីហ្នឹងផ្ទះបាយយប់ស្ងាត់គាត់ដើរទៅអារម្មណ៍មនុស្សលែងបាត់ការប្រុងប្រយ័ត្នណាព្រោះមួយរយៈឲ្យលែងមានហេតុការណ៍អញ្ចឹងកើតឡើងអញ្ចឹងគាត់ធ្វេសប្រហែលគាត់លែងប្រុងប្រយ័ត្នគាត់ដើរទៅបំរើយកមីកំប៉ុងវឹបគាត់ទៅយកពងមាន់បើកទូទឹកកកមកគឺឃើញមនុស្សអង្គុយក្នុងទូទឹកកកហ្នឹងហើយអត់បើកអស់ទេគាត់តែទាញមកវឹបទូទឹកកកពេលដែលយើងបើកមកវាមិនលោភ្លើងពណ៌ក្រហមគាត់ថាវឹបមកឃើញមនុស្សអង្គុយនោះគាត់រុញទៅវិញឌឹមមកទៅហឹងហ្មងអូសាហាវនោះហើយគាត់ថាភ្នែកមួយចំហៀងមានមួយចំហៀងបិទហើយកងែកកដូចរបស់ខ្លះសេដូចរបស់ខ្លះសេនៅក្នុងទូទឹកកកអញ្ចឹងដូចក្នុងរឿងអញ្ចឹងបាទដល់តែពេលវឹបហើយគាត់ចាប់ដើមស្រែកគាត់ភ្ញាក់គាត់ស្រែកទៅចាប់ដើមម៉ាក់គាត់អីចុះពីឡាយទួក្រោយមកគាត់សួរថៃកូនបានគាត់ប្រាប់គាត់ភ័យគាត់ថាគាត់ប្រុសគាត់មិនមែនតែទីមួមអីប្រហែលណាគាត់ភ័យគាត់ក៏ប្រាប់ម៉ែថាអូយឃើញខ្មោចយំទឹកភ្នែកអីផងអីក្នុងទូទឹកកកអីឈ្មោះមកអើយទៅច្បាស់ទេអញ្ចឹងក៏ម្ដាយនោះក៏បើកព្រោះពពគាត់ទៅបើកទូទឹកកកហ្នឹងអញ្ចឹងអ្វីដែលគាត់ឃើញកន្លែងដែលគាត់ឃើញហ្នឹងគឺក្បាលត្រីហោះក្បាលត្រីហោះដែលម៉ាក់គាត់ទិញឲ្យគាត់ហូបមកផ្លាស្ទិកដូចហើយចំនួនហ្នឹងខ្លះសេហ្នឹងតែគ្រាន់តែត្រីហ្នឹងវាក្បាលវាចេញមកចេះហ្នឹងឲ្យដូចចេញក្រៅហ្នឹងឲ្យដូចគេខ្លួនគេដាក់បោវាកោនតែក្បាលវាចេញមកក្រៅអញ្ចឹងពេលបើកមកឃើញក្បាលហ្នឹងអញ្ចឹងគាត់បុកមកគឺគាត់ថាគាត់ឃើញមនុស្សស្រីច្បាស់តែងហើយមិនមែនទំហំប៉ុនក្បាលត្រីដៃហ្នឹងត្រីហោះហ្នឹងទេគឺធំមែនហ្នឹងគឺមនុស្សហ្មងអញ្ចឹងគាត់បិទឌឹមហើយគាត់ចាប់ដើមទៅគេងជាមួយម្ដាយគាត់បើជឿឯនៅពេលដែលគាត់គេងមួយម្ដាយគាត់មានយប់មួយយប់ហ្នឹងគាត់ប្រាប់ម្ដាយគាត់ថាហេតុអីចេះចឹងណាមានយប់មួយគាត់គេងមួយម្ដាយគាត់ស្អីគាត់មើលដូចថាដេកមីងអញ្ចឹងកលែកមកប៉ុបគាត់ឃើញម្ដាយមុខម្ដាយគាត់ហ្នឹងដែលទល់គ្នាហ្នឹងជាមនុស្សម្នាក់ដែលគាត់ធ្លាប់ឃើញពីមុនក្នុងទូទឹកកកដល់ហើយគាត់ថាគាត់ថាអារម្មណ៍ដូចថាហេតុអីក៏ម្នាក់ហ្នឹងមកពីណាហេតុអីក៏មកតាមគាត់ហេតុអីក៏មកធ្វើបាបគាត់អីអញ្ចឹងគាត់ក៏ព្យាយាមទៅរកអ្នកដែលគាត់ចេះផ្សេងទៀតអីមើលខ្ញុំអីជួយក្រោយឯងខ្ញុំក្រោយឯងព្រោះកាលហ្នឹងគាត់អត់តស្គាល់យើងលាក់ប្រវត្តិដូចតែដឹងពីដើមអញ្ចឹងខ្ញុំអត់ឯងចេញមុខអញ្ចឹងគាត់ទៅរកផ្សេងគេថាផ្ទះហ្នឹងមានយកអីរបស់គេមកហើយគេខឹងគេខឹងអីចេះមួយគេគាត់អត់ខឹងទេបានគេធ្វើបាបអញ្ចឹងគាត់ថាខឹងអីគេគាត់ថាគាត់មកដល់ផ្ទះហ្នឹងគាត់ថាមួម៉ៅគាត់និយាយនៅក្នុងផ្ទះហ្នឹងគាត់ថាខឹងអីគេរឿងអីកើតឡើងមានអីស្អីគេមកលងគាត់ស្អីមិនរួនអីខ្លួនអីចឹងគាត់និយាយចឹងហើយប៉ះចំពេលហ្នឹងគាត់ចង់គាត់លែងសឹកបាត់បង់ការជំនឿទៅលើសាសនាទៀតចឹងគាត់និយាយខ្លាំងចឹងមកដល់ពេលហើយគាត់ថាមិនជំនាញផ្ទះហ្នឹងអត់ជួយទេសែនប៉ុណ្ណឹងអត់ជួយទេតែមើលបានសែនទៀតអត់បានអីមិនភាសាយ៉ាងនេះតិចបានអីស៊ីទៀតអត់កើនបដ ாய் កើនណាបាទគាត់ឡើងចដាអាផ្ទះវាល្វែងវាមានចដាបត់ទៀតអញ្ចឹងវាមិនសល់អាប្រឡោះនេះបាទពេលគាត់ចុះមកកាលនោះគាត់ឡើងទៅជាន់ទី1ខ្ញុំមិនដឹងថាគាត់ឡើងទៅធ្វើអីទេគាត់ចុះមកគាត់យើងមិនកាន់ដៃមិនឃើញគាត់ក៏ឃើញមនុស្សអង្គុយដូចអង្គុយនៅកម្មទី2ទី3នៅចដាផ្អែកកាន់ដៃនឹងក្រោមចេះតែអត់មើលគាត់ទេគាត់ថាអង្គុយផ្អែកអញ្ចឹងតែមើលពីលើមកឃើញតែមានមនុស្សអង្គុយហើយគាត់ថាអ្នកណាហ្នឹងគាត់ប្រឹងមើលគាត់ងឹបមកវិញមើលមុខគាត់ហ្មងទាញគាត់ធ្លាក់កម្មចដាទាញអាសេរីដូចទាញហិចអូសមកតំហឹងចុះមកពុបរហូតដល់គាត់ដើរអត់រួចបាទម្ដាយគាត់សួរចុះឡើងទៅលោកមកក៏លោកថាជំនាញផ្ទះដូរចេញទៅមកតាមគេកាចគេល្អទេប៉ុន្តែគេប្រកាន់ច្រើនអញ្ចឹងបានម្ដាយថាអូជំនាញផ្ទះហ្នឹងបោះគេឲ្យផ្ទះអ្នកមានតែគេវិឡាពីមុនហ្នឹងគេឲ្យគាត់ដោយសារតែគេរើផ្ទះទៅអញ្ចឹងគេអត់ចង់គេឃើញជំនាញហ្នឹងស្អាតក៏គេយកមកឲ្យគាត់ប្រើហើយតាមក្បួនចិនក៏គាត់និយាយដែរជំនាញផ្ទះពីមុនដូចឥឡូវសម័យឥឡូវយើងឃើញអញ្ចឹងណាយើងឃើញថាគេយកជំនាញផ្ទះដាក់ក្បែរវត្តក្រោមដើមឈើអីហ្នឹងជំនាញទំនាប់ពីមុនគេមិនមែនយកទៅបោះចោលទេមានន័យថានៅពេលដែលយើងចង់ផ្លាស់ប្ដូរជំនាញផ្ទះអ្នកដែលគាត់គាត់ឃើញគាត់ចាំមើលហើយបើអ្នកផ្ទះអ្នកមានហ្នឹងគាត់យកជំនាញផ្ទះគាត់មកដូរគាត់យកអាចាស់មកដាក់ហ្នឹងអ្នកណាបានសំណាងល្អទៅយកអាហ្នឹងប្រើតគាត់មានលៀបមានដូចគេអញ្ចឹងដល់យូរទៅវាខ្លាចទៅជារូបភាពមួយមិនល្អមានថាយករបស់ប្រើដាក់ដដែលពីគេអញ្ចឹងទោះមិនក៏គេអត់ទៅយកដែរអញ្ចឹងក៏ខ្លាចទៅជាសម្រាមតាមរបងវត្តរបងអីចឹងទៅអញ្ចឹងមកដល់គាត់ហ្នឹងគាត់គិតអញ្ចឹងបានគាត់យករបស់គេមកប្រើ
ប៉ុន្តែគាត់ចម្រុងចម្រើនតែលោកក៏គាត់មានសង្កេតការណ៍ដែរគាត់ថាមកពីកូនហ្នឹងវិវេហើយ ដឹងប្រដៅ ហ្នឹងហើយវិវេចិត្តហើយអញ្ចឹងបើសិនជាអង្គអីឲ្យប្រកាសកុំវាយប្រកាសទៅណាទៅនឹងទៅអញ្ចឹងកូនហ្នឹងក៏គាត់ថាគាត់នៅគាត់ឥឡូវគាត់ផ្លាស់មកសាត់មកដូចដើមវិញហើយពុទ្ធអីអញ្ចឹងធម្មតាវិញណា យោ អញ្ចឹងបានចង់បញ្ជាក់ថារឿងនេះវារន្ធត់វាខ្លាំងវាបង្ករបួសតែម្ដង អញ្ចឹងបានន័យថាអ្វីដែលបងបានរៀបរាប់គឺកើតឡើងចំពោះតែមិត្តភ័ក្តិរបស់បងទេអញ្ចឹងម្ដាយរបស់គាត់អី អត់ គឺ ទេ សុខធម្ម ម្ដាយគាត់សុខព្រោះម្ដាយគាត់នៅអុយឈប់អីហ្នឹងថ្ងៃនៅតែប្រកាន់លលៀនទលាប់សាសនាដដែលតែកូននេះតែអត់អញ្ចឹងគេប្រកាន់ច្រើនទៅលើចំណុចហ្នឹងអញ្ចឹងគេចង់ពមៀនណាទាញមកវិញណាអញ្ចឹងក្នុងករណីនេះយើងមិនដឹងថាវាជាការពមៀនឬមួយក៏ជានាងនឹងជាអីយើងអត់ដឹងច្បាស់ទេដោយសារតែកាលហ្នឹងយើងខ្ញុំនៅជាចិនសាយខ្ញុំអត់ប្រឡូកក្នុងរឿងអរូបគាត់តែគ្រាន់តែដឹងអញ្ចឹងទៅក៏ចេះដល់យោបល់ទៅរឿងហ្នឹងក៏ចប់ត្រឹមពេលលោកទៅនៅមុនសូត្រដូរជានាងហ្នឹងទៅលោកក៏គាត់យកជានាងហ្នឹងទៅវត្តយកទៅក៏បិណ្ឌបាតអញ្ចឹងណា ហ្នឹងយកទៅវត្តទៅក៏សុកមកវិញដល់ថ្ងៃហ្នឹងទៅ អញ្ចឹងសង្ខេបមកវិញមិនមែនធម្មតាក្នុងករណីដែលថាយើងថាគាត់មកមីមកមើលដួលផ្កាប់មុខមិនបើជើងនៅពាក់កណ្ដាលបើយើងដួលគឺត្រូវតែដួលទៅ ដួលឲ្យជើងយើងនៅនេះ ដួលអូសថយក្រោយទេ បាទប៉ុន្តែគាត់ទាញមកមានថាពេលដែលគាត់ងើបហ្នឹងគឺមានគេទាញលូកទាញជើងគាត់ពីក្រោមក្រែហ្នឹងហើយទាញគាត់ជើងចូលហើយគាត់មិនកាប់ចឹងនេះយើងអស់ចំហបាត់ហើយហ្នឹងบึកហើយគាត់ថាម្លាយគាត់ថាល្អិលទឹកមិនបើអត់មានទឹកព្រោះហ្នឹងហើយគាត់ថាមិនបានដួលត្រូវជង្គង់គាត់ចូលទៅដល់ក្រោមបែអត់ពាក់កណ្ដាលខែ ត្រូវចឹងសាហាវមែនតើប៉ុន្តែក្នុងករណីហ្នឹងខ្ញុំចង់សួរទៅបងវិញថាជាគ្រប់ជំនាញទាំងអស់សិតតែកាយអញ្ចឹង ខ្ញុំគិតអានេះបើខ្ញុំឯណាខ្ញុំគិតថាមិនមែនមកពីមូលហេតុហ្នឹង 100% ទេខ្ញុំគិតថាគេមិនដល់ថ្នាក់ហ្នឹងទេតែខ្ញុំអត់ដឹងថាតើរូបសំណាកដែលគេឲ្យហ្នឹងអ្នកមានពីមុនហ្នឹងគេយកទៅធ្វើអីយើងវាអត់ដឹងទេ snowll អីគេយើងអត់ដឹងប៉ុន្តែបើស្គាល់ជំនាញផ្ទះគឺគេអត់ធ្វើអញ្ចឹងទេគេល្អណាស់តែប្រហែលជាក្នុងករណីនេះយើងសពិចសពិលមិនដឹងជាដើមហេតុល្មិចព្រោះយើងមិននៅក្នុងនឹងចប់មករឿងទេយើងគាត់អត់ដឹងរឿងហ្នឹងថាវារុនធត់បែបអញ្ចឹងវាមានវាជាសាហាវវាសឹងតែថាខ្មោចនឹងមនុស្សប៉ះគ្នាបានហើយបានទាញគេដួលហ្នឹងបងយល់វាមិនមែនគាត់ឡងបាក់ហើយយើងស្លុតអីមែនទេ នៅក្នុងក្បួនមានបញ្ជាក់ថាហេតុអីមិនរូបអាចប៉ះយើងបានណា នៅក្នុងក្បួនគេគ្រាន់តែនិយាយថាដាក់រូបអាចប៉ះយើងបានដោយសារតែអារម្មណ៍របស់យើងមានន័យថាគេប៉ះយើងអត់បានទេតែអារម្មណ៍យើងដូចត្រូវបានគេប៉ះអញ្ចឹង ហើយចុះក្នុងករណីរបស់គាត់មានអារម្មណ៍អី របស់គាត់ បាននឹកឃើញថាមានរបស់ចឹងនៅផ្ទះគាត់ គាត់ថាមានតិចដៃដូចថាដៃតិចមកអញ្ចឹងតែគាត់ថាមិនដូចជាយើងប៉ះសាច់គ្នាហ្មងនេះគាត់ថាដូចមានអារម្មណ៍ថាមានស្អីមកតិចដូចស្ពឹកមកដូចថាខុសផ្ទៃតណ្ហភាពប៉ប់មកយើងដួលគាត់ទៅហ្មងមើលគុំមានអាស្ពឹកតិចហ្នឹងគឺគាត់អត់អីទេ អូ អញ្ចឹងបានរឿងវាមានច្រើនតែរឿងខ្លីៗអញ្ចឹងវាដូចជាវារន្ធត់គ្រាន់បើដែរ បើយើងស្ដាប់អញ្ចេះបើអ្នកបកកែសម័យគាត់ជារន្ធត់ទេបើឃើញទស្សនវិជ្ជាហ្នឹងតែបើសិនជាអ្នកគាត់អត់សូវបកកែក្នុងការសម័យទេគាត់ស្ដាប់ទេអាចថាលក្ខណៈធម្មតាពោះខ្ញុំហ្មងខ្ញុំឃើញទស្សនវិជ្ជាដូចរឿង Hollywood មួយចំនួនដែលយើងបានមើលអញ្ចឹងណាគឺអញ្ចឹងឯងអារបៀបលងទាញទៅទាញមកអញ្ចឹងហើយអ្វីដែលខ្ញុំនឹកស្មានមិនដល់គឺនៅក្នុងទឹកដីរបស់ប្រទេសកម្ពុជាមានករណីនឹងកើតឡើងដែរព្រោះអ្វីដែលខ្ញុំបានដឹងគឺគ្រាន់តែបង្ហាញឲ្យឃើញក្នុងយល់សព ហ្នឹងហើយ ឈរថ្មឹងឡាក់ប៉ុន្តែអាករណីដូចទាញអញ្ចឹងណាគឺខ្ញុំអត់ដែលឮទេលើកទី1ដែលខ្ញុំឮហើយខ្ញុំអត់ដឹងថានៅស្រុកយើងមានករណីហ្នឹងដែរខ្ញុំគិតថាមានតែ មើលតាមបទពិសោធន៍ខ្ញុំធ្លាប់ជួបរឿងបែបអញ្ចឹង3រឿងតែរឿងនេះរឿងមួយមានរឿង2ទៀតដែលក៏ខ្លាំងដែរនោះចាប់ញឹងកឡើង យើងនៅសល់មកក្នុងការចែកម្លែកឬក៏ អត់ទេ អត់ទេទុកអេពីសូតក្រោយៗ សុំគេសិន អូអូខេ សុំម្ចាស់រឿងសិន អូខេកន្លែងហ្នឹងក៏ល្អដែរគ្រប់ការងារដែលយើងបានបង្ហាញគ្រប់រឿងរ៉ាវដែលយើងបានបង្ហាញសុទ្ធតែមានការសុំទាំងអស់អត់មានរឿងអីដែលយើងប៉ាណានឹកឃើញតនេមកនិយាយទេព្រោះអាហ្នឹងទី1ប៉ះជាមួយនឹងម្ចាស់តែគេមិនបានអនុញ្ញាតទី2បើម្ចាស់មិនអនុញ្ញាតអ្វីដែលយើងមើលមិនឃើញកាន់តែអត់អនុញ្ញាតទៀតហើយ ហ្នឹង បាទ តែប៉ុន្តែចេះរឿងខ្ញុំនិយាយបើសិនជាប្រិមិត្តគាត់មិនប្រកាន់ថាប៉ិតកុហកមិនកុហកអង្គុយជឿខ្ញុំមានរឿងច្រើនមែនទែនដែលខ្ញុំធ្លាប់ជួបហើយវាមិនមែនច្រើនទេគ្រាន់ថាវាជារូបភាពមួយដែលយើងហួសនិស្ស័យនឹងគួរឲ្យជឿវាមានច្រើនមែនទែនតែនៅពេលដែលយើងនិយាយទៅខ្ញុំក៏ស្ទង់ចិត្តប្រិមិត្តដែរបើសិនជាប្រិមិត្តគាត់ស្ដាប់ទៅហួសនិស្ស័យគាត់ថាចេញមកដូចកុន
ចឹងខ្ញុំអត់ដឹងថានិយាយមិនខ្ញុំអត់ចង់ឲ្យបងប្អូនស្ដាប់ហើយមានអារម្មណ៍ចងអត់សុបាយចិត្តនៅក្នុងខ្លួនឯងទេ អូខេ ហើយមួយទៀតគេរិះគន់យើងក៏មិនចូលចិត្តដែរមែនទេអ្នកណាតែចូលចិត្តឲ្យគេរិះគន់ ខ្ញុំយល់អារម្មណ៍មួយហ្នឹងខ្ញុំយល់ ចឹងមិនថាចេះបើសិនជាបើថាយើងខ្ញុំមានឱកាសទៅមុខអាចនិយាយបានច្រើនមានរឿងអភិនិហាច្រើនមែនទេ អូខេ អូសាហាវអាចទៅសុំគេបាន អូខេ តែប្រិមិត្តយើងឥឡូវច្រើនណាតាំងយើងឃើញចេញមុខមកគាត់ឆាតមកលោកគ្រូហ្នឹងហើយគាត់លោកគ្រូរឿងខ្ញុំទៅនិយាយហ្មងមិនសុំខ្ញុំទេ អូខេសាច់រឿងរបស់ប្រិយមិត្តដែលបានកើតហេតុចំពោះបងប្រុសម្នាក់ដែលខ្ញុំដាក់ឈ្មោះឲ្យគាត់ថាបងរ៉ាចុះថាបងរ៉ាហ្នឹងហើយហើយបងគាត់ចែករឿងសាច់រឿងរបស់គាត់បទពិសោធន៍ដែររឿងផ្សេងមួយទៀតអញ្ចឹងទៅបាទអញ្ចឹងដោយឡែកនៅចុងសាច់រឿងទី1នេះខ្ញុំបញ្ចង់សួរទៅខ្ញុំមានសំណួរមួយចំនួនចង់ចោទសួរទៅបងដូចគ្នាថាតើស្ថានភាពហ្នឹងបែបណាតើអាចដោះស្រាយបែបណាឡើងអញ្ចឹងទៅ តោះកុំឲ្យខាតពេលវេលាយូរហើយខ្ញុំដឹងថាបងប្អូនកំពុងរងចាំហើយតើសាច់រឿងនេះជាសាច់រឿងអ្វីអញ្ចឹងខ្ញុំបញ្ជាក់ប្រាប់ទៅបងប្អូនថាបងរ៉ាគាត់ជានិស្សិតសាច់រឿងនេះកើតឡើងកាលគាត់ជាសិស្សទាហានគេហៅសិក្ខាកម្មទាហានដែលបញ្ជូនទៅដោយសាលាទៅរៀននៅប្រទេសវៀតណាមនៅខេត្តវូងតៅប្រទេសវៀតណាមបាទរឿងហេតុនេះគឺកើតឡើងនៅក្នុងកំឡុងពេល10ឆ្នាំមុនកាលពីឆ្នាំ2013បាទអញ្ចឹងខាងរដ្ឋខ្មែរបានបញ្ជូនទៅ150នាក់ហើយការផ្លាស់ប្ដូរសិក្សាហ្នឹងកម្មសិក្សាហ្នឹងជាធម្មតាគេបញ្ជូនមកយើងបញ្ជូនទៅគេយើងបញ្ជូនទៅថៃបញ្ជូនមកយើងអញ្ចឹងសូម្បីនៅសហរដ្ឋអាមេរិកអីវាជារឿងធម្មតាព្រោះវាជាគេហៅថាផ្លាស់ប្ដូរការសិក្សាគ្នាថាមានអ្វីល្អឬអ្វីអត់ល្អហើយការសិក្សានេះផងដែរក៏វាមានលក្ខណៈបែបនេះមិនមែនសិក្សាដោយសាស្ត្រសាកលវិទ្យាល័យទេបាទអញ្ចឹងទៅអាចថា1ឆ្នាំទៅ2ឆ្នាំចឹងបើសិនជាបងប្អូនដែលធ្លាប់រៀនខាងផ្នែកសិស្សទាហានអញ្ចឹងណាខ្ញុំសង្កត់ថាបងប្អូនអាចពន្យល់ឲ្យច្បាស់ថាអាហ្នឹងគេរៀនរបៀបមិនខ្លះព្រោះអ្វីដែលខ្ញុំយល់ហើយខ្ញុំបានចោទសួរទៅបងរ៉ាមគាត់បានប្រាប់ថារៀនដូចជា1ឆ្នាំ2ឆ្នាំអញ្ចឹងណាហើយឆ្នាំដំបូងអញ្ចឹងសិស្សទាំងអស់គឺរៀននៅក្នុងអាគារជាមួយគ្នាកាន់គេមាន3អាគារ A អាគារ B អាគារ C ឬក៏ថ្នាក់ A ថ្នាក់ B ថ្នាក់ C អញ្ចឹងទៅប៉ុន្តែសិស្សទាំងអស់សិស្សខ្មែរទាំងអស់គឺត្រូវបានដាក់នៅក្នុងដមតែមួយបានណាកន្លែងស្នាក់នៅតែមួយអាគារទេអញ្ចឹងណាតែមួយអាគារគាត់តែរៀនបន្ទប់ខុសគ្នាដល់ពេលដល់ចូលឆ្នាំទី2ទៅយើងចាប់ផ្ដើមបែកទៅតាមមុខវិជ្ជាខាងអាវុធអីអញ្ចឹងទៅមុខជំនាញផ្សេងអញ្ចឹងបែងចែកគ្នាអញ្ចឹងគាត់ថានៅពេលបែគាត់ទៅដល់មួយខែដំបូងគឺរស់នៅសុខស្រួលដែរប៉ុន្តែចូលដល់ខែទី2រឿងហេតុទី1បានកើតឡើងចំពោះនិស្សិតខ្មែរបាទនៅម៉ោង12យប់មានមិត្តភ័ក្តិរបស់គាត់ម្នាក់សុកពងតាគេងជាប់ក្រែគ្នាហ្នឹងសុកសាងើបឡើងដើរទៅត្រង់ចេញក្រៅទប់គាត់ក៏ភ្ញាក់ដែរដល់ពេលគាត់ភ្ញាក់អញ្ចឹងគាត់ឆ្ងល់ថាទៅណាក៏ដែរយប់អញ្ចឹងប្លែកម៉េចគាត់ក៏ដើរលបទៅពីក្រោយគាត់ចង់ដឹងថាមានរឿងអីកើតឡើងអញ្ចឹងណាអញ្ចឹងនៅពេលដែលដើរប៊ីសនឹងធ្លាក់ចណ្ដើរគាត់បញ្ជាក់ពាក្យហ្នឹងថាប៊ីសនឹងធ្លាក់ចណ្ដើរអញ្ចឹងខ្ញុំគិតថាការដើរហ្នឹងអាចលឿនលក្ខណៈដល់ចណ្ដើរយើងត្រូវប្រើដៃឆ្វេងឬដៃស្ដាំយើងកាន់ប្រកាន់ដៃឯងត្រូវឯងព្រោះយប់អីហ្នឹងល្ងឹតអីហ្នឹងអញ្ចឹងហើយក្នុងឆ្នាំ2013ក៏ខ្ញុំអត់គិតថាសិស្សសាលាទាហានគឺជាសិស្សដែលគេហៅថាច្បាប់តឹងមែនតើបើសិនច្បាប់តឹងអញ្ចឹងដល់ម៉ោងត្រូវបិទគេងគឺត្រូវបិទគេងហើយណោះអញ្ចឹងក្នុងករណីហ្នឹងគាត់អត់បានលូកដៃគាត់ដើរទៅស្រូហ្មងគាត់ឃើញអញ្ចឹងគាត់ខ្លាចមិត្តភ័ក្តិរបស់គាត់ធ្លាក់គាត់ក៏រត់ទៅចាប់កធាក់មកក្រោយវិញអញ្ចឹងមិត្តភ័ក្តិរបស់គាត់ក៏ភ្ញាក់ដឹងខ្លួនដល់ពេលភ្ញាក់ដឹងខ្លួនហ្នឹងទៅគាត់ថាចុងហើយមិនក៏ចេញមកទាំងយប់អញ្ចឹងគាត់ថាអីគេហើយថាគាត់ក៏សួរទៅមិត្តភ័ក្តិកើតអីទៅមិនដាល់មកទាំងយប់អញ្ចឹងមិត្តភ័ក្តិរបស់គាត់ក៏ឆ្លើយថាមិញគាត់យល់សពឃើញគេហៅទិញនំប៉័ងគេថាបើអត់ចោះមកទិញឥឡូវទេគេទៅគេអត់ចាំទេអញ្ចឹងអត់ដឹងហេតុអីដែរគាត់ដើរចោះទៅអាហ្នឹងជារឿងហេតុទី1ស្ដាប់ទៅដូចធម្មតាណាយើងចូលដល់រឿងហេតុទី2ម្លងហ្នឹងតែមួយអាទិត្យទេបាទមួយអាទិត្យក្រោយក៏ប្រាប់ថាជាថ្ងៃដែលគេបើករបបជាប្រាក់ខែអញ្ចឹងកូនសិស្សបញ្ជូនទៅត្រូវតែមានប្រាក់ខែហើយអញ្ចឹងគេមានរបបរបស់គេឲ្យទៅកូនសិស្សខ្មែរអញ្ចឹងនៅពេលដែលបានអញ្ចឹងទៅចាប់ផ្ដើមបែកជើងឲ្យបើកប្រាក់ខែបងប្អូនដើមខែបងប្អូនយល់ហើយណោះដើរលេងញ៉ាំអីជប់លៀងអ្នកខ្លះញ៉ាំសាច់អាំងអ្នកខ្លះក៏ញ៉ាំស៊ុបអ្នកខ្លះញ៉ាំអីអញ្ចឹងទៅហ្នឹងហើយប៉ុន្តែ
គេមានកំហិតមួយថាម៉ោង 7:45 ត្រូវតែដល់បន្ទប់ទាំងអស់គ្នា ដូចគេកណ្ដាត់មក បាទព្រោះសាលាតាហ៊ានបាទសាលាតាហ៊ានអញ្ចឹងម៉ោង 7 កន្លះអីគាត់ញ៉ាំអូចិត្តដល់ហើយគាត់ញ៉ាំតាគៀកនឹងដែរអញ្ចឹងណាអូចិត្តដល់ហើយអញ្ចឹងនាំគ្នាប្រមូលគិតលុយហើយដល់បន្ទប់គឺ 7:45 ល្មមអញ្ចឹងដល់ម៉ោង 10 ជាទម្លាប់នៅសាលារបស់តាហ៊ានគឺតែងតែរាប់មនុស្សហើយរាប់មនុស្សហ៎ 1 2 3 4 5 លីសឈ្មោះគ្រប់អស់ហើយបិទភ្លើងក្រឹបចូលគេតោះនេះប៉ុន្តែអ្វីដែលសំខាន់នៅក្នុងយប់ហ្នឹងនៅពេលដែលម្នាក់ចាប់ផ្ដើមគេងលក់ស្កប់ហើយម៉ោង 12 យប់ស្រាប់ឮសំឡេងមួយស្អីទៅអូយមាន ឈឺ ហ្នឹងអ្នកណាឈឺអីហ្នឹងហើយ ម្នាក់ស៊ូគ្រប់ទាំងអស់គ្នា លឺខ្លាំងអញ្ចឹង លឺខ្លាំងដឹងសំឡេងហ្នឹងជារឿងហេតុអីទេអត់មានសិស្សខ្មែរម្នាក់ធ្លាក់ទៅដល់ដី លោត ធ្លាក់ ពីលើអាគារ បាទធ្លាក់ពីលើអាគារដែលមានកម្ពស់ប្រហែលជា 5-6 ម៉ែត្រ មួយជាន់ បាទមួយជាន់ធ្លាក់ដល់ដីក្តឹបគាត់ស្អីថាអូយអញ្ចឹងទៅអញ្ចឹងម្នាក់ក៏ស្ទុះទៅសួរថាកើតអីថាគាត់ទិញនំប៉័ងគេគាត់យកសោកឃើញនំប៉័ងទៀតណាទិញនំប៉័ងគេហើយគេហុចឲ្យគាត់ហើយគាត់ឈោងទៅចាប់អត់ដល់ឈោងទៅចាប់អត់ដល់ដល់ពេលព្យាយាមកាន់តែឈោងយកធ្លាក់ទៅក្ដុកដល់ហ្នឹងមកគាត់ដឹងខ្លួនហ្នឹងអញ្ចឹងគ្រូខាងប្រទេសវៀតណាមគ្រូទាហានខាងប្រទេសវៀតណាមហ្នឹងក៏មកដល់ហើយសួរថាកើតអីមានរឿងអីថាយកសោកឃើញអីចឹងទៅអញ្ចឹងក្នុងករណីហ្នឹងលោកគ្រូជនជាតិវៀតណាមហ្នឹងក៏គាត់សួរថាអញ្ចឹងមានផឹកអត់គ្រឿងស្រវឹងអត់ទេ មានផឹកគ្រឿងស្រវឹងអត់គេថាមានព្រោះទុំបើកប្រាក់ខែអញ្ចឹងទៅជប់លៀងផឹកអីចឹងអញ្ចឹងគេដាក់បន្ទុកធ្ងន់ទៅលើគ្រឿងស្រវឹងហ្នឹងហើយដែលបណ្ដាលឲ្យបងហ្នឹងមមីមកមើលធ្លាក់ខ្លួនឯងអត់មានហេតុការអីទេគេដោយសារតែគ្រឿងស្រវឹងតើខ្ញុំនិយាយយល់អញ្ចឹងក្នុងករណីហ្នឹងប៉ុន្តែអ្វីដែលសំខាន់គឺមនុស្ស2នាក់ប្រធានបទតែមួយឯងគឺនំប៉័ងអញ្ចឹងផុតពីហ្នឹងអត់ទាន់ស្កប់ស្ងាត់ទេណាប្រហែលពី1ខែទៅ2ខែក្រោយមកចាប់ផ្ដើមមានរឿងហេតុចម្លែកហើយចាប់ផ្ដើមមានរឿងហេតុចម្លែកហ្នឹងសំដៅទៅលើអីមានន័យថាមនុស្សធម្មតាបងបើសិនជាបងបានអាសាទៅលេងស្រុកក្រៅនៅពេលដែលឧទាហរណ៍បងបានទៅដល់អាមេរិកឃើញណាគេនិយាយខ្មែរម្នាក់ដែលមិនមែនជាបងប្អូនយើងតែយើងមានអារម្មណ៍ថាម៉េចយើងមានអារម្មណ៍សុខចិត្តក្តៅហ្នឹងហើយកក់ក្តៅដូចថាអូមានម្នាក់ទៀតហើយយើងប្រកាសជាស្រឡាញ់គ្នាត្រូវទេហ្នឹងហើយអត់ដឹងថាម្នាក់ប្រវត្តិមិនទេតែរាប់គ្នាស្រឡាញ់គ្នាព្រោះយើងនៅទឹកដីគេកូនសិស្សខ្មែរក៏ចឹងដែរពេលដែលទៅរៀននៅប្រទេសគេ150នាក់គឺស្រឡាញ់គ្នាមើលជួយមើលថែគ្នាធ្វើម៉េចយើងមកប្រមាណយើងទៅវិញទាំងអស់គ្នាកុំឲ្យមានរឿងហេតុអីទាំងអស់ដៃអីឲ្យត្រូវស្អាតអត់មានកលិតអត់មានអីទៅជុំគ្នាថែគ្នាហ្នឹងហើយថែគ្នាដោយឡែកបែរជាមានរឿងហេតុច្រើនដូចជាខ្មោចសកត់ដើរមើលម្នាក់យប់ឡើងចាប់ផ្ដើមធ្វើអីប្លែកឮសំឡេងប្លែកជាដើមឡាអ្វីដែលសំខាន់ចរិតរបស់ម្នាក់ចាប់ផ្ដើមផ្លាស់ប្ដូរអ្នកខ្លះក៏កាចចឹងអ្នកខ្លះក៏ឆ្លោះគ្នារហូតដល់ឈានចូលដល់ការបែងចែកបកពួកនិយាយអញ្ចឹងការបែងចែកបកពួកអញ្ចឹងទស្សនវិជ្ជាហ្នឹងក៏បានបន្តកើតឡើងរហូតដល់មានយប់មួយនៅម៉ោង 11 យប់នៅម៉ោង 11 យប់នៅពេលដូចខ្ញុំបញ្ជាក់អញ្ចឹងម៉ោង 10 គេរាប់អស់ហើយបិទភ្លើងក្រឹបគឺចូលគេងទាំងអស់គ្នាអញ្ចឹងនៅម៉ោង 11 យប់ខ្ញុំអត់ដឹងថាបងដឹងអត់ទេតែខាងផ្នែកទាហានគាត់មានវិជារៀងខ្លួនក្នុងការគេងពួកគាត់គេងលឿនណាគាត់បិទតែបន្តិចទៅលក់ហ្មងហ្នឹងហើយតែភ្ញាក់ក៏លឿនដែរបាទភ្ញាក់ក៏លឿនដែរអញ្ចឹងនៅពេលដែលគាត់គេងលក់នេះម៉ោង 11 យប់ស្រាប់ឮសំឡេងដឹងគាត់ងើបមកឃើញអីគឺគាត់ឃើញមនុស្ស2នាក់ដឹកដៃគ្នាទៅវាយកញ្ចក់ប្អួចប៉ុន្តែវាយកញ្ចក់ប្អួចវាយស្រួលវាយកញ្ចក់ប្អួចមិនមែនចាប់ត្រឹមវាយកញ្ចក់ប្អួចហ្នឹងទេណាយកម៉ែងដែលធ្លាក់ហ្នឹងណាយកមកអាដៃហូរឈាមគាត់ថាហូរឈាមដូចអាក៏មុនបែកឆ្វាច់ពាត់ជុំវិញហ្នឹងហ្មង2នាក់បងទាំង2នាក់មិនម្នាក់ណាឈាមច្រើនណាទាំង2នាក់គឺសាហាវខ្លាំងមែនតើអញ្ចឹងខាងផ្នែកលោកគ្រូវៀតណាមបាទខាងផ្នែកទាហានហ្នឹងក៏មកឆ្លេឆ្លាវល់ពេញហ្នឹងអញ្ចឹងទៅហើយសួរថាមានរឿងអីគាត់ថាគាត់យកសពឃើញគេផ្កើនគាត់ឡើយខ្លាំងវាយគាត់ថងបានគាត់វាយទៅតោះគាត់ថងបានគាត់វាយទៅប៉ុន្តែអាហ្នឹងជាការយកសពរបស់គាត់ទេ
តែធៀបពិតគាត់វាយកញ្ចក់បែកវាយកញ្ចក់មធ្យមយកអាហ្នឹងទៅអាដៃទៀតអញ្ចឹងមានន័យថានៅក្នុងយុទ្ធសាស្ត្រគាត់អានេះតាមខ្ញុំគិតទេណាប្រហែលជាគាត់ឃើញកំពុងតែអាដៃអាមិនអ្នកដែលឌឺគាត់ទេប៉ុន្តែធៀបពិតគាត់អាដៃខ្លួនឯងអានេះជាការសន្និដ្ឋានរបស់ខ្ញុំហ្នឹងហើយព្រោះណាគេតនេយកអារបស់ហ្នឹងទៅអាដៃខ្លួនឯងណោះបងជឿសឹងអីហ្នឹងហើយ ឈឺណាស់នេះបើសិនជាមនុស្សសាមញ្ញជាសញ្ញាណលេងហាំឬមួយ ហ្នឹងហើយ អី របៀបចឹងហើយដល់ពេលចឹងទៅបងប្រុសគាត់ក៏នៅអត់សុខទេចាប់ផ្ដើមចុងប្លែកណាការមួយខែដំបូងដូចអត់អីចាប់ផ្ដើមពី2ខែឡើងចាប់ផ្ដើមមានរឿងហែកផ្លែផ្លែចាប់ផ្ដើមធ្វើសកម្មភាពផ្លែផ្លែឬចាប់ផ្ដើមបដូរចរិតគាត់អត់នៅអត់សុខទេគាត់ចាប់ផ្ដើមដើរសួរអ្នកចិត្តខាងអ្នកនៅជុំវិញអាគារហ្នឹងហើយថែមទាំងគ្រូមួយចំនួនដែលគាត់អាចនិយាយភាសាខ្មែរបានអ្វីដែលជាព័ត៌មានគាត់សង្ខេបឲ្យខ្ញុំគាត់ប្រាប់ថាអញ្ចឹងមិនមែនកើតហេតុលើកទី1សម្រាប់ចំនួនគាត់ទេគ្រប់សិស្សខ្មែរទាំងអស់គឺឲ្យតែមករៀនមិនថាចំនួនប៉ុន្មានជួបរឿងដូចគ្នាទាំងអស់ការលងបន្លាចការសង្កត់ហើយយកសពឃើញដូចគ្នារឿងហេតុដូចគ្នាមិនមែនជារឿងថ្មីទេដោយសារតែដីមួយហ្នឹងពីមុនជារណ្ដៅសាកសពអត់ដឹងថាមានរឿងហេតុអីទើបបានមានរណ្ដៅសាកសពប៉ុន្តែរណ្ដៅសាកសពហ្នឹងមានរហូតដល់រាប់រយនាក់ហើយយើងនិយាយថាលើស100នាក់បងប្អូនសាកសម័យអាហ្នឹងបើយើងអាចប្រៀបធៀបហ្មងដូចរបបពលពតអញ្ចឹងណារបបពលពតដូច100នាក់អញ្ចឹងប្រាអីអញ្ចឹងទៅយើងអត់ដឹងទេយល់ ប៉ុន្តែរណ្ដៅហ្នឹងក៏យើងមិនច្បាស់ថាមានសកម្មភាពដូចជំនាន់ខ្មែរក្រហមដែរអាចថាមនុស្សស្លាប់ដោយសារបញ្ហាអីចឹងគេបោះចូលទៅទាំងដូចអាសន្នរោគ នឹងឧទាហរណ៍អញ្ចឹងយើងអត់ដឹងយើងអត់ដឹងប្រវត្តិ បាទអញ្ចឹងកន្លែងហ្នឹងយើងសងបើកចំហប៉ុន្តែអ្វីដែលសំខាន់នៅពេលដែលសាងសង់ excavator កម្មករអីចាប់ផ្ដើមជីកចាប់ផ្ដើមអីដើម្បីបុកគ្រឹះដើម្បីអីគឺដងណាក៏ដោយបើមិនបានលលាក្បាលទេបានឆ្អឹងនៅផ្នែកណាមួយនៃដងខ្លួនគឺជីកមកបានរហូត អ្នកសង្ឃគាត់នៅហ៊ានសង់ អត់ដឹងថាហេតុអីដែរចំណុចដែលសំខាន់គឺពួកគាត់អត់ជឿអ្នកជឿមិនហ៊ាននិយាយអ្នកដែលមានការគ្រប់គ្រងធំគួរនិយាយថាមានអំណាចថាអត់ជឿណាចាស់និយាយធ្វើអីណា អញ្ចឹងសិទ្ធិសម្ដែងដូចចុងក្រោយនៅណាគេអញ្ចឹងហើយទើបតែបង្កហេតុគ្រប់យ៉ាងហ្នឹងគឺបញ្ហាគ្រប់អាគារដែលគាត់រៀននិងស្នាក់នៅហ្នឹងគឺនៅលើរណ្ដៅសាកសពលើស100នាក់អញ្ចឹងគាត់ជាខ្មែរយើងជាជនខ្មែរតែមានរឿងអញ្ចឹងយើងដឹងហើយណោះបាទអញ្ចឹងគាត់ក៏ជឿដែរគាត់ចាប់ផ្ដើមទិញអីវ៉ាន់មួយសែនដើម្បីសុំសុខឲ្យកូនសិស្សទាំងអស់150នាក់គ្នាគាត់ហ្នឹងថាអូខេអុជធូបសុំសុខដើម្បីឲ្យអ្នកទាំងអស់គ្នារៀនគាត់នឹងជាសខាកាមទេគាត់បញ្ជាក់ថាគាត់ពេលគាត់មកគាត់ប្រាប់ថាខ្ញុំជាសិស្សតាហ៊ានទេមកក្នុងបំណងល្អមកហ្នឹងគឺដើម្បីរៀនសូត្រអត់មានចង់បំពេញអត់មានអីទាំងអស់ហើយបើសិនជាអត់ដឹងដោយប្រការណាមួយសូមអស់លោកអ្នកកុំប្រកែប្រកាន់នៅពេលដែលអុជថ្ងៃទី1លើកទី1គាត់អុជធូប5ស័យអុជធូប5ស័យដោតក្រឹបបាត់មអន្តរស័យ5សរសៃដោតគឺបាត់ធុកមអន្តរស័យបាត់តែណារាប់ខុសទេបាទរាប់ខុសទេខ្ញុំមិនដឹងថារាប់ខុសឬអត់រាប់ខុសឬគាត់ព្រើភ្នែកមិនតែបើយកតាមបទពិសោធន៍ខ្ញុំឲ្យរឿងរាប់ធូខុសវាដូចអត់ដែរជួបលើខ្ញុំអញ្ចឹងភាគរយវាប្របាបវាតិចមែនតើបាទសម្រាប់ខ្ញុំអត់ដែររាប់ខុសហ្មងដោយសារយើងផ្ចិតផ្ចង់អាហ្នឹងគឺខ្លាំងហើយអញ្ចឹងយើងត្រូវរាប់ផ្ចិតផ្ចង់មែនតើប្រហែលដើមក៏យើងដើរយើងរាប់ទៀតម្ដងវាជារឿងធម្មតាបងព្រោះនៅពេលដែលរបស់ដែលយើងកាន់តែខ្លាចគឺយើងកាន់តែគេហៅថាផ្ដោតអារម្មណ៍ក្នុងការដោះស្រាយមិនមែនធ្វើអីឲ្យរួចពីដៃដូចខ្មោចស្មាទោសខ្មោចពងដលងហើយយើងថាអត់អីសែនឲ្យគ្រប់កិច្ចមែនណាយើងកំពុងតែភ័យអញ្ចឹងយើងធ្វើអីក៏ដោយខ្លាចគេប្រកាន់អញ្ចឹងគាត់ទាញធូបគាត់ថាច្បាស់គឺ5សរសៃអត់ធូបដោតក្រឹបងាកថយក្រោយបាត់1សរសៃបាត់ទៅណាក្រៅពណ៌ឬក៏សាត់ពណ៌អត់បានទេអញ្ចឹងថាធូបអត់មានក្លិនអីដែលអាចឲ្យសัตว์មកចូលចិត្តបានទេនេះជារឿងទី1ថ្ងៃទី2គាត់ព្យាយាមធ្វើម្ដងទៀតគាត់កាន់ធូប5សរសៃដដែលខ្ញុំចង់ឲ្យបងប្អូនសម័យឲ្យតន់ណា5សរសៃពេលដែលគាត់កេះដោយកេះហ្នឹងរោលខ្មៅពាក់កណ្ដាលផ្សែងរោធូបហ្នឹងរោធូបទាំងធូបមិនទាន់ឆេះពាក់កណ្ដាលខ្មៅទាំងខាងដើមសាហាវដល់ថ្នាក់ណាមិនដឹងគេអត់ចង់យើងក៏ប៉ិតយើងនេះគឺជាដំណើរនៃការទៅសែនឲ្យគេ
តែមានអ្នកថានេះដូចមិនពេញចិត្តក្នុងការទទួលរបស់យើង អាហ្នឹងជាសំណួរដែលចង់តង់ដែលខ្ញុំត្រូវសួរបងឯងថាតើនៅតាមគួររបៀបម៉េចប៉ុន្តែខ្ញុំចង់បញ្ចប់រឿងហ្នឹងដោយថាគាត់ទ្រាំនៅរយៈពេល1ឆ្នាំពេញអត់មានជំរើសហើយ1ឆ្នាំពេញហ្នឹងផុតពីពេលហ្នឹងមកមិនមែនសក់ទេគឺមានរឿងរហូតសូម្បីតែគាត់មានអារម្មណ៍ថាពេលអ្វីដែលគាត់បានធ្វើមានការបន់ផ្សងបូករួមទាំងមានសំណែនទាំងអស់ហ្នឹងគឺគេមិនទទួលដាច់ខាតអញ្ចឹងហើយគាត់ទ្រាំនៅរហូតដល់ផុតឆ្នាំទី1ទៅមិនគេបែងចែកសាខាកម្មទាំងអស់ទៅតាមខេត្តផ្សេងទៅរៀនតាមជំនាញផ្សេងហើយនេះគឺជាសាច់រឿងរបស់គាត់អញ្ចឹងហើយបងប្អូនទាំងអស់គ្នាតើមានបងប្អូនណាដែលជាសាខាកម្មមិនថានៅប្រទេសវៀតណាមមិនថានៅប្រទេសណាជួបរឿងអស់នឹងដែរអត់ជួបរឿងចម្លែកបែបហ្នឹងជួបរឿងសាហាវរន្ធត់បែបហ្នឹងដោយបងផុសតែខ្ញុំដាក់ឈ្មោះថារ៉ាហ្នឹងអត់អញ្ចឹងបើសិនជាមានពួកយើងស្វាគមន៍ចាំស្ដាប់ជានិច្ចថាមានរឿងអីកើតឡើងបកមកសំណួររបស់ខ្ញុំទៅបងឯងវិញខ្ញុំចង់សួរថាករណីហ្នឹងគឺជាករណីអីគេហេតុអីបានអត់ទទួលយើងដឹងហើយថាសង់លើភ្នោខ្មោចគេរណ្ដៅខ្មោចគេ 100% វាគ្មានស្អីទេក្រៅពីអាហ្នឹងហើយខ្ញុំថា 90% ចុះដល់ 100 ប៉ុន្តែករណីបាត់ធូបករណីរោលភ្លើងដែលគេមិនទទួលណាសំណួរសួរថាហេតុអីមិនគេអត់ទទួលមាន2ទី1គឺយើងធ្វើខុសមានតែគេអត់ត្រូវការហ្នឹងបានយើងយកក្បួនខុសហ្នឹងហើយមានតែយើងធ្វើខុសក្បួនមួយក៏សំណែនរបស់យើងខុសអានេះខ្ញុំនិយាយក្នុងឧទាហរណ៍ជាទូទៅខ្ញុំបាននិយាយនៅក្នុងសាច់រឿងហ្នឹងណាមានទី1យើងធ្វើខុសក្បួនអញ្ចឹងវាអាចឲ្យជាហេតុភេទណាមួយដែលធ្វើឲ្យការប្រព្រឹត្តនៃកម្មវិធីរបស់យើងវាមានបញ្ហានេះជាសញ្ញាមួយដែលគេផ្ដល់ឲ្យយើងអញ្ចឹងបើសិនជាក្នុងករណីយើងធ្វើទាំងខុសវាមាន2រូបភាពទៀតរឿងកាន់តែធំនិងធម្មតាហ្នឹងគឺអត់មានបានប្រយោជន៍អីទេចំណុចទី2គឺមានន័យថាគឺគេអត់យកតែម្ដងឧទាហរណ៍ខ្ញុំខឹងបងឯងខ្ញុំបងឯងស្អប់ខ្ញុំខ្លាំងមែនទែនខ្ញុំធ្វើមើលល្អខ្ញុំគ្រាន់តែទិញផ្លែឈើឬមួយក៏ហៅបងឯងញ៉ាំបាយមួយពេលដើម្បីឲ្យបងឯងស្ងប់ចិត្តត្រូវជាមួយនឹងខ្ញុំវិញពេលខ្លះបងសឹងតែច្រានបាយនឹងចេញគឺអត់ញ៉ាំបាយរបស់ខ្ញុំឲ្យទោះបីជាបងឃ្លានប៉ុណ្ណាក៏ដោយអញ្ចឹងពេលខ្លះការបំពេញរបស់យើងឬមួយក៏កំហឹងរបស់គេដែលទទួលបានពីយើងវាហួសប្រមាណអញ្ចឹងហើយគេអត់គ្រប់យករបស់យើងក៏មានដែរអញ្ចឹងបញ្ជាក់ពាក់ព័ន្ធជាមួយនឹងការសែនព្រេនមិនមែនមានន័យថាស្រួលទេតែមានជួបរឿងអ្នកខ្មោចលងអារូបអញ្ចឹងទិញផ្លែឈើសែនទៅរួចខ្លួនហើយគូជួកាវាមិនមែនអញ្ចឹងទាំងអស់ទេពេលខ្លះយើងគ្រាន់តែហោសកម្មឬមួយក៏យើងការតាំងចិត្តសម្រួមចិត្តយើងផ្សាយបុណ្យទៅគេដល់អត់ចាំបាច់ផ្សាយណាក៏គេអាចលើកលែងឲ្យយើងដែរបើសិនជាគេមិនខឹងយើងខ្លាំងអញ្ចឹងក្នុងករណីហ្នឹងឧទាហរណ៍ថាបើមានកូនសិស្សមិនមែនជាសក្ខាកម្មក្តីជាសក្ខាកម្មក្តីក្នុងករណីណាមួយក្តីដែលដើរផុតចេញពីដែនប្រទេសកម្ពុជាដែលបើត្រូវការជំនួយពីអ្នកជំនាញវាទៅឡើងរួចហើយត្រូវទេបងព្រោះវាឆ្ងាយហួសដែនវាមាន2បងក្នុងករណី case បងចេះវាមាន2ទី1ហេតុអីបានម្ចាស់នឹងគេអត់ព្រមទទួលដោយសារតែគាត់មិនមែនជាម្ចាស់អគារឧទាហរណ៍មានរឿងមួយខ្ញុំគាត់ឃើញអ្នកតាចូលរូបអ្នកផ្ទះហ្នឹងគាត់ដាក់តុកដើម្បីទទួលទេវតាហើយគាត់ឲ្យកូនគាត់រត់មកទទួលសិនព្រោះគាត់ជាប់ដូរលុយឲ្យគេឬមួយក៏លក់ដូរគាត់ឲ្យក្មេងមកទទួលអ្នកតាហ្នឹងក្លាប់តុកហ្នឹងមកហេតុអីបានឲ្យក្មេងមកទទួលគាត់ចាំបានតែមិនបានឲ្យក្មេងមកទទួលគាត់ជាការប្រមាថអញ្ចឹងពេលខ្លះវិញ្ញាណនៅក្នុងតំបន់ហ្នឹងគាត់មិនមែនខឹងអ្នកនៅជាមួយទេគាត់ចង់ឲ្យម្ចាស់កន្លែងហ្នឹងមកសុំទោសហេតុអីមិនជឿហេតុអីក៏ប្រមាថគាត់ទៀតអញ្ចឹងសម្បត្តិយើងត្រឹមតែជាអ្នកនៅមករៀនស្នាក់នៅបណ្ដោះអាសន្នគាត់អត់ទទួលទេអាហ្នឹងក៏អាចដែរប៉ុន្តែអ្វីដែលគាត់បន់ផ្សងមានបន់ផ្សងសម្រាប់អាគារណាគឺគាត់បន់ផ្សងសម្រាប់គាត់ហើយនឹងសក្ខាកម្មទាំង150នាក់តាក៏គេអត់ព្រមដែរឥឡូវខ្ញុំសួរយើងគិតឲ្យយើងគិត logic យើងគិតតាមផ្លូវដំណើរសាច់រឿងបើសិនជាម្នាក់មកបន់អញ្ចឹងហើយគេសុកគ្រប់គ្នាសួរថាតើគាត់អាចនឹងធ្វើអីទៀតនៅកន្លែងហ្នឹងយល់ហើយហ្នឹងអញ្ចឹងឧទាហរណ៍គេដឹងថានៅផ្ទះហ្នឹងមួយគ្រួសារពីអ្នកបដិបុនមានកូនទូចមួយគេចង់ឲ្យពីរអ្នកហ្នឹងសែនឲ្យគេឬមួយក៏ធ្វើកិច្ចអីឲ្យគេបើគេធ្វើពីរអ្នកហ្នឹងឈឺអ្នកណាអ្នកធ្វើកិច្ចហ្នឹងអញ្ចឹងបើយើងនិយាយអស់ពពួកអារូបដូចខ្ញុំនិយាយតាំងពីដើមអញ្ចឹងគេដោយគេយើងដោយយើងហើយរស់នៅដូចគ្នាអញ្ចឹងឧទាហរណ៍ថាកូនយើងឈឺគេធ្វើកូនយើងឈឺយើងគ្រាន់តែទៅធ្វើកិច្ចបន់ស្រន់ឲ្យគេកូនយើងអាចជាតែគេអត់ធ្វើយើងតែបើសិនជាយើងប្រមាថឧទាហរណ៍ធ្វើកូនធ្វើតែចង់អញ្ចឹងធ្វើដល់មានរឿងធំទៀតគាត់អាចសែនឲ្យដែរត្រូវតែឆ្លងមកម៉ែឪវិញព្រោះគេអត់ទុកឲ្យម៉ែឪនឹងរស់ទៀតទេពីព្រោះទុកក៏អត់ឲ្យគេដែរហ្នឹងហ្នឹងក៏មានដែរអញ្ចឹងក្នុងការ
ដែលយើងចរចាឬមួយក៏ក្នុងការដែលយើងទៅដោះស្រាយបញ្ហាហ្នឹងយើងត្រូវយល់ពីហេតុការណ៍តើដំណើរទំនងហ្នឹងវាមកពីអី អូខេ យល់កន្លែងហ្នឹង ប៉ុន្តែខ្ញុំចង់បកទៅសំណួរខាងដើមរបស់ខ្ញុំវិញអានេះសំណួរនេះខ្ញុំសូមជូនចម្លើយទៅដល់បុគ្គលទាំងអស់ដែលដើរចាកប្រទេសដែលពិបាកនៅក្នុងការតាក់ទងជាមួយនឹងអ្នកជំនាញខាងផ្នែកអបិយរូបណាអរូបីអញ្ចឹងក្នុងករណីហ្នឹងណាខ្ញុំចង់នឹងនិយាយតើឧទាហរណ៍ដូចករណីគាត់អញ្ចឹងមានវិធីអីដែលជាការសង្គ្រោះបឋមអាចជួយពួកគាត់បាន មានឧទាហរណ៍ខ្ញុំឃើញខ្មែរយើងជាទូទៅគាត់តែងតែឲ្យម្ដាយឪពុកគូបាត់ជើងបាត់ដៃមកម៉ាក់ប៉ាហើយគាត់នៅកណ្ដាប់ក្រហមគាត់យកទៅតាមខ្លួនវាគឺជារបស់មួយដែលការពារខ្លួនគាត់អញ្ចឹងឧទាហរណ៍បើសិនជាគាត់ចេញទៅក្រៅប្រទេសស្អីគាត់មានបញ្ហាអស់ហ្នឹងក៏គេអាចឲ្យអ្នកក្នុងស្រុកជួយគាត់បានខ្លះដែរឧទាហរណ៍បនសនដូនតាកងម៉ាខ្លួនឯងថាជួយកូននេះមួយផងទៅក្រៅប្រទេសហើយប្រទេសនេះអញ្ចឹងសូមឲ្យជួយមើលកូននឹងផងជាចៅជាពូជពងវងតកូលរបស់យើងអញ្ចឹងក៏គាត់អាចទៅជួយបានខ្លះដែរមួយទៀតមុននឹងយើងចេញដំណើរទៅឆ្ងាយគួរតែមានរបស់បើយើងជឿទៅលើអបិយជំនឿគួរតែមានរបស់ណាដែលយើងគិតថាជារបស់ដែលការពារយើងយកទៅជាមួយផងអាហ្នឹងខ្ញុំជឿជាក់ថាអាចនឹងការពារយើងបានច្រើនប៉ុន្តែអាស្រ័យទៅលើទីតាំងដែរដូចខ្ញុំនិយាយខាងលើអញ្ចឹង បាទ ហ្នឹងហើយ អូខេអញ្ចឹងសង្ខេបមកវិញនឹងជូនបន្ថែមមកទៀតគឺរករបស់ការពារខ្លួនប៉ុន្តែបើសិនជាខ្ញុំវិញខ្ញុំគិតថាវិធីដែលសះល្អបំផុតសូមពរជ័យសម្រាប់អ្នកអត់ជឿ ហ្នឹងហើយពរជ័យ សូមពរជ័យពីឪពុកម្ដាយសូមពរជ័យពីដូនតាសូមឲ្យធូបអញ្ចឹងទៅសូមពរជ័យពីពួកគាត់អញ្ចឹងទៅហើយបើអ្នកជឿកុហករបស់ការពារទៅបើអ្នកអត់ជឿទេវាអត់មានខាតអីទេសាពះលាបាត់ជើងសូមបុណ្យពុកបុណ្យម្ដាយជួយខ្ញុំគិតថាអាចជួយបាន បានច្រើនខ្លាំង អូខេអរគុណមែនតើសង្ឃឹមថាអ្នកទាំងអស់គ្នាអាចសម័យឃើញទស្សនវិជ្ជាទាំងអស់នៅក្នុងសាច់រឿងមួយនេះដោយឡែកខ្ញុំចង់សួរបងវិញថាថ្ងៃហ្នឹងតើបងនឹងចែករំលែកបទពិសោធន៍ឬក៏រឿងរ៉ាវបែបណា មាន